hồi đóបងប្អូនធ្លាប់តែឃើញគេទិញសាពាងធ្លាប់តែទិញសាពាងដើម្បីមកហូបជុំមិត្តភ័ក្តិបងប្អូនមែនទេប៉ុន្តែបងប្អូនមិនទាន់ដឹងថាការផលិតសាពាងគេផលិតយ៉ាងម៉េចបាទអញ្ចឹងដើម្បីចង់ដឹងច្បាស់សូមបងប្អូនចូលទៅមើលវីដេអូនេះហើយបើសិនជាគិតថាវាមានប្រយោជន៍សូមបងប្អូនអរគ្នាជួយចុច Subscribe ហើយនិង Share វីដេអូនេះម្នាក់មួយផងបាទអញ្ចឹងមុននឹងគេផលិតហ្នឹងគឺទី1គេធ្វើមានអង្ករហើយនិងអង្កាមបន្ទាប់មកទៀតបាទគេយកអង្ករនិងអង្កាមហ្នឹងលាយមួយគ្នាយកទៅលាងឲ្យស្អាតដើម្បីឲ្យជ្រះកំទេចអង្កាមនៅក្នុងនោះដូចជាកន្ទក់អីហ្នឹងបាទដើម្បីឲ្យវាជ្រះបាទលាងឲ្យស្អាតរហូតដល់វាជ្រះអស់នៅក្នុងហ្នឹងបាទបន្ទាប់មកទៀតគឺយើងយកមកចំហុយវាធ្វើម៉េចឲ្យអង្ករនៅក្នុងហ្នឹងឆ្អិនបាទឆ្អិនល្អបាទលើកមកអត់ត្រជាក់បន្ទាប់មកកំពុងរងចាំត្រជាក់ហ្នឹងគឺយើងបុកមេស្រានឹងឯងបាទយើងបុកមេស្រារួចបន្ទាប់មកក៏យើងយកមកលាយជាមួយហើយទុកអាប់វាមួយយប់ដើម្បីរងចាំឲ្យវាត្រជាក់សិនទើបយើងយកបញ្ញុតក្នុងពាងបាទវីដេអូនេះមានតែប៉ុណ្្នឹងទេសូមរងចាំភាពបន្ត